នីតិថ្ងៃត្រង់ចង់ដឹងរីស័យខ្ញុំយ៉ាងណាតាមរយៈនីតិថ្ងៃត្រង់ចង់ដឹងរីស័យខ្ញុំយ៉ាងណាបានវិលមកជួបអស់លោកអ្នកនាងកញ្ញាសាជាថ្មីម្ដងទៀតហើយបាទអវត្តមានច្រើនថ្ងៃនេះបណ្ដាលឲ្យអស់លោកទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទផ្ញើជាសារសម្លេងតាមរយៈ Messenger ឬមួយក៏ Telegram ឬមួយក៏សាកសួរផ្ទាល់មកកាន់នីតិរបស់យើងសំណុំពរឲ្យឆាប់បាទផ្ដល់ជូនឬមួយក៏បញ្ចេញនៅសម្លេងដើម្បីទស្សទាយជោគជតារិស័យជូនដល់អស់លោកអ្នកនាងកញ្ញាបងអែមដល់ពិសេសនេះសម្រាប់ពេលថ្ងៃត្រង់ពិតជាមានអត្ថន័យខ្លឹមសារដល់អស់លោកអ្នកនាងមែនបាទដើម្បីកុំឲ្យអស់លោកអ្នកនាងកញ្ញាទន្ទឹងរង់ចាំយូរខ្ញុំលោកគ្រូមាត់ទឹកសុខដំក៏សូមជាងនឹងអញ្ជើញសម្ដេចទ្រង់អ្នកអង្គញាលោកអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាពិសេសពុកម៉ែអ៊ំពូមីងបងប្អូនតាមតំបន់និគមជនបទឆ្ងាយដាច់ស្រយាលនិងព្រមទាំងសូមអញ្ជើញនិងគោរពបាទសម្រាប់ប្រជាជនកម្ពុជា17លាននាក់និង18លាននាក់ក្នុងប្រទេសនិងក្រៅប្រទេសសូមយាងស្ដាប់យាងតតទស្សនាពីនីតិយើងតាមរយៈថ្ងៃត្រង់ចង់ដឹងរីស័យខ្ញុំយ៉ាងណានៅក្នុងជំនួបជាមួយការបំណកស្រាយឆ្នាំម្សាញ់ក្នុងខែ6ឆ្នាំ2026ដូចតទៅឆ្នាំម្សាញ់បាទឆ្នាំម្សាញ់នាមជាសត្វពស់ដែលត្រូវបានសេដ្ឋីឬយកមកចិញ្ចឹមត្រង់កន្លែងនេះក៏មានអស់លោកអ្នកនាងមានចម្ងល់ហើយឆ្ងល់ជួនកាលអាចសោយទៀតផងថាហេតុដូចម្តេចបានជាលោកសេដ្ឋីត្រូវរើសយកសត្វពស់វែកមកចិញ្ចឹមបាទមានបច្ចេកទេសនៅក្នុងការយកសត្វពស់វែកមកចិញ្ចឹមឲ្យបានផលប្រយោជន៍ទី1ត្រូវតែពុតឬមួយក៏ដកនៅថ្គាមឬមួយក៏ចង្កូមរបស់វាចេញបាទតើមូលហេតុអ្វីទៅដែលត្រូវបានសេដ្ឋីយកសត្វពស់វែកមកចិញ្ចឹមនោះបាទគឺក្នុងគោលបំណងដើម្បីជាឱសថសម្រាប់ព្យាបាលនៃជំងឺដែលលោកសេដ្ឋីមានបំណងចង់យកមកអស់លោកអ្នកនាងក៏ដឹងដែរថាពស់វែកមានអត្ថប្រយោជន៍យ៉ាងណានៅលើបុគ្គលឬមួយក៏មនុស្សដែលត្រូវចេះយកមកប្រើចំពោះឆ្នាំម្សាញ់គឺមានន័យថាធាតុភ្លើងដូច្នេះកាលណាតែឆ្នាំម្សាញ់ខឹងហើយមិនងាយនឹងស្រាក់ស្រានបានវិញទេនេះខ្ញុំបញ្យល់មួយជូនដល់អស់លោកអ្នកនាងបាទម្យ៉ាងវិញទៀតឆ្នាំម្សាញ់នាមជាពងមនុស្សប្រុសដូច្នេះតម្រូវការរបស់ឆ្នាំម្សាញ់ពងមនុស្សប្រុសបាទគឺចូលចិត្តផ្នែកមនោសញ្ចេតនាច្រើនប្រសិនបើជានារីសេពគប់ជាមួយនឹងបរិសឆ្នាំម្សាញ់ត្រូវយល់អំពីអត្តចរិតរបស់បុគ្គលឆ្នាំម្សាញ់ផងដែរបាទត្រូវចេះថ្នាក់ថ្នមពាក្យសម្ដីត្រូវចេះរក្សាចំណងមេត្រីភាពបាទហើយត្រូវចេះរក្សានៅសច្ចភាពយុត្តិធម៌ជូនដល់បុគ្គលឆ្នាំម្សាញ់ត្រូវយល់អំពីតម្រូវការរបស់ឆ្នាំម្សាញ់ថាធាតុជាសត្វពស់វែកបាទបើកាលណាយើងលោលេងជាមួយសត្វពស់វែកនឹងត្រូវទទួលបានលទ្ធផលយ៉ាងណាហើយប្រសិនបើយើងប៉ះពាល់ជាមួយនឹងធាតុភ្លើងតើយើងត្រូវទទួលបាននៅលទ្ធផលយ៉ាងណាបាទចំពោះធាតុភ្លើងនេះប្រសិនបើយើងចេះមានបច្ចេកទេសយកភ្លើងមកប្រើប្រាស់នោះនឹងត្រូវបានចំណេញយ៉ាងច្រើនឧទាហរណ៍បច្ចុប្បន្នភាពនេះយើងយកភ្លើងមកដាំបាយយកភ្លើងមកចម្អិនម្ហូបអាហារឬមួយក៏ប្រើប្រាស់យ៉ាងច្រើនទៀតតាមតម្រូវការនៅលើពិភពលោកទាំងមូលគឺគ្មានបុគ្គលណាមួយអាចទាត់ចោលធាតុភ្លើងនេះបានទេបើទោះបីជាយើងត្រូវបូជាសពក៏យើងត្រូវការភ្លើងដើម្បីរំលាយសាកសពជាដើមដែរបាទនេះហើយគេហៅថាធាតុដែលត្រូវមិនអាចបំភ្លេចបានបាទធាតុទឹកភ្លើងដីខ្យល់នេះគឺកាលណាមានធាតុភ្លើងចូលទៅយើងមិនអាចជិះវៀងភ្លើងបានទេយើងត្រូវតែគោរពយើងត្រូវតែយកមនោសញ្ចេតនាទៅប្រើប្រាស់ឲ្យត្រឹមត្រូវនោះយើងនឹងសំប្រកបជាមិនខានបាទឥឡូវនេះទៀតសោតឆ្នាំម្សាញ់បាទរយៈកាលប្រហែលខែកន្លងនេះស្មុគស្មាញច្រើនណាស់បាទបុគ្គលកើតឆ្នាំម្សាញ់អស់រយៈកាលក្នុងរយៈកាលយូរវែងអន្លាយគូសំដែរមានអារម្មណ៍ស្មុគស្មាញច្រើនប្រសិនបើជាបុគ្គលធ្វើការក្នុងមន្ត្រីជួររាជការក្តីបុគ្គលិកក្រុមហ៊ុនស៊ីវិលក្តីគឺមានបញ្ហាស្មុគស្មាញអស់ពីរឿងមួយទៅរឿងមួយបាទគឺថាស្មុគស្មាញដូចទូលសក់កណ្ដាច់ដាក់នៅលើក្បាលរឿងផ្នែកហិរញ្ញវត្ថុក៏រៀងម្ដងដើរតួជាសេដ្ឋីម្ដងដើរតួជាចៅមនុស្សកំសត់ផងសប្បាយរីករាយផងបាទក៏ប៉ុន្តែវាមិនដល់ថ្នាក់ទៅធ្វើឲ្យឆ្នាំម្សាញ់នោះអស់ផ្លូវដើរឬមកក៏តល់ច្រកទេវតាតែងតែប្រគល់ទូនីតិឲ្យឆ្នាំម្សាញ់មានផ្លូវសម្រាប់ដើរជានិច្ចក៏ប៉ុន្តែវារៀងស្មុគស្មាញបន្តិចអស់លោកអ្នកនាងកញ្ញាសម្រាប់ឆ្នាំម្សាញ់ពេលដែលខ្ញុំបានបរិយាយឬមួយក៏បញ្យលប្រកាសជានឹងទទួលស្គាល់ថាពិតជាត្រឹមត្រូវមែនបាទម្យ៉ាងវិញទៀតឆ្នាំម្សាញ់ច្រើនតែជាបុគ្គលអភ័ព្វស្នេហ៍ចំពោះឆ្នាំម្សាញ់ខ្លះបាទ
ងាយនឹងស្រឡាញ់ងាយនឹងត្រូវគេក្បត់ចិត្តបាទងាយនឹងត្រូវគេបោះបង់ចោលឬមួយក៏នៅក្នុងសង្គមគ្រួសារបាទឆ្នាំម្សាញ់មួយចំនួនបើសិនជានៅយុវជនច្រើនតែក្រុមគ្រួសារវិយតម្លៃថាមិនកើតយកជាការមិនបានដោយសារតែឆ្នាំម្សាញ់ខ្លះរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារមិនបានច្រើនតែគ្រួសារវិយតម្លៃថាគ្មានបានការឬមួយក៏គ្មានបានប្រយោជន៍តែសូមជម្រាបឆ្នាំម្សាញ់នាពេលនេះរហូតដល់ទៅអនាគតនឹងមានជាជំទល់សម្រាប់ទ្រទ្រង់នៅក្នុងសង្គមគ្រួសារបាទឆ្នាំម្សាញ់មិនងាយនឹងដើរតួជាសេដ្ឋីคล้ายៗទេមិនងាយដើរតួជាអ្នកអំនួតទេច្រើនតែហុចផលផ្លែផ្កានាយចុងនៃវត្តណាមួយបាទមិនមែនវត្តនេះមិនមែនវត្តលោកទេគឺវត្តដាក់បាទមានន័យថានៅក្នុងរជ្ជកាលណាមួយនៅក្នុងការវិវត្តណាមួយដោយសំស្របនៅក្នុងរឿងគុណនិយមចិនកាប់ដាវក្តីគេច្រើនតែនិយាយថាបាទអ្នកដែលមានជ័យជំនះអ្នកដែលសោចចុងក្រោយនោះគឺជាបុគ្គលដែលឈ្នះពិតប្រាកដដូច្នេះពេលនេះឆ្នាំម្សាញ់ខ្លះគ្មានឡានជិះគ្មានឡានទំនើបជិះតែម៉ូតូកញ្ចាស់ឬមួយក៏រស់ដែលបានប្រាក់ខែបន្តិចបន្តួចឬមួយក៏រស់គ្រាន់តែមួយចំអែតក្រពះច្រើនតែមានក្រុមគ្រួសារជាអ្នកវិតម្លៃសោចហូរកញ្ជ្រៀវលួចវាយប្រហារពីក្រៅខ្នងតែចុងបញ្ចប់នៃមិនមែនមានន័យថាឆ្នាំម្សាញ់ចិត្តចប់ទៅចិត្តស្លាប់ទៅហើយបានទទួលបានលទ្ធផលខ្ពស់នោះទេបានន័យថាបន្តិចទៀតឆ្នាំម្សាញ់នឹងធ្វើឲ្យអ្នកដែលត្រូវបានទទួលសំណោចអ្នកដែលត្រូវបានប្រមាថមើងងាយឆ្នាំម្សាញ់នោះនឹងភ្ញាក់លាន់មាត់ថាយើងមិនបានស្មើនឹងឆ្នាំម្សាញ់ផងក៏ប៉ុន្តែមានបុគ្គលឆ្នាំម្សាញ់ខ្លះទៀតនៅពេលដែលមានឋានៈខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមបែរជាមានការប្រមាថមើងងាយថាមានបុគ្គលមួយចំនួនណាមួយនោះមិនស្មើនឹងខ្លួនទៅវិញជួនកាលមានសង្សារឬមួយក៏មានគូកំណានចិត្តបែរជាចង់ឈ្នះដៃគូរបស់ខ្លួនបែរជាត្រូវចង់យកឈ្នះយកចាញ់សុខចិត្តរស់នៅក្នុងភាពឈឺចាប់រហូតដល់បាត់បង់ដៃគូឬមួយក៏ទីប្រឹក្សារបស់ខ្លួនហើយសូមជម្រាបថាចំពោះដៃគូដែលបរោះឆ្នាំម្សាញ់ចាប់ដៃគូជាមួយនឹងនារីឆ្នាំឆ្លូវច្រើនតែជួបគ្នាពាក់កណ្ដាលផ្លូវរួចហើយក៏ត្រូវព្រាត់គ្នាដើរចែកដាំទៅវិញបាទដូច្នេះអស់លោកនាងកញ្ញាសូមជម្រាបហើយជម្រាបទៀតឆ្នាំម្សាញ់សម្រាប់ខែ6ឆ្នាំ2026នេះរាសីរបស់អស់លោកនាងកញ្ញាចាប់ពីសប្តាហ៍ទី2ឡើងទៅបាទអស់លោកនាងត្រូវទទួលបាននៅរាសីល្អបាទមានន័យថាធ្វើអ្វីមួយសមស្របតាមបំណងពងប្រាថ្នាប៉ុន្តែរយៈកាលមុននេះបន្តិចបាទឆ្នាំម្សាញ់ត្រូវមានគេលបលួចវាយប្រហារលបលួចវាយប្រហារមិនមែនយកដំបងមកលបលួចវាយទេគឺលបលួចវាយតាមរយៈពាក្យសម្ដីរិះគន់ឬមួយក៏មានបំណងយ៉ាងណាធ្វើឲ្យឆ្នាំម្សាញ់ត្រូវនិយាយប្រត់ប្រាស់ដៃគូឬមួយក៏ត្រូវបាត់បង់អ្វីមួយជាទីស្រឡាញ់របស់ខ្លួនដោយសារតែគំនិតអវិជ្ជមានរបស់បុគ្គលផ្សេងទៀតក៏ប៉ុន្តែឆ្នាំម្សាញ់ខ្លួនឯងតល់មិនត្រូវអស់សង្ឃឹមទេឲ្យតែមានភាពយុត្តិធម៌នៅក្នុងខ្លួនឲ្យតែមានសច្ចភាពឲ្យតែមានភក្ដីភាពបាទបន្តិចទៀតនេះឆ្នាំម្សាញ់នឹងអាចដោយពាក្យខ្មែរគេច្រើនតែនិយាយលេងថាជន់ដីផ្អៀងបាទមិនមែនទម្ងន់ខ្លួនរបស់ឆ្នាំម្សាញ់ធំធាត់នោះទេតែកិត្តិយសរបស់ឆ្នាំម្សាញ់និងសមិទ្ធផលរបស់ឆ្នាំម្សាញ់អាចធ្វើឲ្យបុគ្គលដែលធ្លាប់ប្រមាថមើងងាយឆ្នាំម្សាញ់អស់សង្ឃឹមនៅក្នុងការប្រមាថនៅក្នុងការមើលស្រាប់ដល់ឆ្នាំម្សាញ់ទៀតហើយដូច្នេះចូលចងចាំចំណាំទុកឆ្នាំម្សាញ់នាពេលនេះប្រឹងប្រែងឧស្សាហ៍ធ្វើការងារបាទខិតខំពីព្រោះកំពុងតែពេលវេលាមកដល់ហើយល្អហើយបាទប្រឹងប្រែងឡើងខិតខំធ្វើកិច្ចការខំរកលុយបាទពីព្រោះរិស័យបើកហើយបាទមិនត្រូវដំអកមិនត្រូវខ្ជិលច្រអូសឬមួយក៏ចាំប្រើពាក្យថាចាំថ្ងៃស្អែកចាំពេលនេះចាំពេលនោះទៀតទេសូមមេត្តាកាត់បន្ថយឬមួយក៏ត្រូវឲ្យផ្ដាច់តែម្ដងនៅពាក្យថាចាំមើលឬក៏សិនពេលនេះឆ្នាំម្សាញ់ត្រូវតែមានគំនិតវិជ្ជមានប្រឹងប្រែងឡើងតស៊ូឡើងនឹងបានផលផ្លែផ្កានាពេលដ៏ខ្លីបាទកុំភ្លេចអញ្ជើញshareចេញបេដងភ្លាមតាមរយៈលេខសំណាង189រីឯពណ៌សំណាងរបស់ឆ្នាំម្សាញ់នាពេលនេះគឺពណ៌ខ្មៅនិងពណ៌ទឹកប៊ិចចាស់បាទថ្ងៃហេងរបស់អស់លោកអ្នកនាងកញ្ញាសម្រាប់ឆ្នាំម្សាញ់នាខែ6នេះគឺថ្ងៃសុក្រនិងថ្ងៃច័ន្ទចំពោះថ្ងៃហាមគឺថ្ងៃអង្គារហើយនិងថ្ងៃសៅរ៍បាទចំពោះទិសលៀបរបស់អស់លោកអ្នកនាងកញ្ញាគឺទិសខាងកើតឈៀងខាងត្បូងទិសហាមសូមកុំធ្វើដំណើរឆ្ពោះទៅទិសខាងលិចឬមួយក៏ធ្វើដំណើរឆ្ពោះទៅទិសខាងជើង
បាទម៉ោងហេងរបស់អស់លោកអ្នកនាងកញ្ញាគឺនៅវេលាម៉ោង 5:49 នាទីពេលព្រឹកបាទម៉ោង 7:20 នាទីពេលព្រឹកម៉ោង 5:40 នាទីពេលថ្ងៃល្ងាចហើយនឹងម៉ោង 8:28 នាទីពេលយប់ម៉ោងហាមគឺម៉ោង 6:40 នាទីពេលព្រឹកម៉ោង 8:11 នាទីពេលព្រឹកម៉ោង 12:00 នាពាក់កណ្ដាលថ្ងៃត្រង់ម៉ោង 4:42 នាទីពេលថ្ងៃល្ងាចម៉ោង 9:28 នាទីពេលយប់បាទក្នុងនោះផងដែរចំពោះឆ្នាំម្សាញ់អស់លោកអ្នកនាងអាចអញ្ជើញបានចូលរួមគ្រប់កម្មវិធីដោយមិនបានហាមឃាត់ឡើយដូច្នេះឆ្នាំម្សាញ់ចាប់ពីពេលនេះតទៅរាសីរបស់អស់លោកអ្នកនាងកញ្ញាគឺត្រូវទទួលបាននៅរាសីល្អធ្វើអ្វីមួយសមតាមបំណងបងប្រាថ្នាក៏ប៉ុន្តែរាល់ឆ្នាំម្សាញ់ខ្លះទៀតមានការអភ័ព្វស្នេហ៍អភ័ព្វញាតិជាដើមប្រសិនបើអស់លោកអ្នកនាងចង់ទូទាយជោគជតារាសីជាមួយខ្ញុំលោកគ្រូមាត់ទឹកសុកឧត្តមសូមអញ្ជើញថតនៅខ្សែបាត់ដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្តិ៍ផ្ញើមកកាន់កម្មវិធីរបស់យើងខ្ញុំរួមជាមួយថ្ងៃខែឆ្នាំកំណើតប្រសិនបើអស់លោកអ្នកនាងមានក្តីទុក្ខកង្វល់ដូចជាស្វាមីឬមួយក៏ភរិយានារីប្រត់ប្រាស់គ្នាឬមួយក៏គូសង្សារមិនយល់ចិត្តអាចអញ្ជើញជួបជាមួយខ្ញុំលោកគ្រូសុកឧត្តមមាត់ទឹកបានយើងមានកម្មវិធីយ៉ាងច្រើនដូចជាស្រោចទឹករំដោះគ្រោះលើករាសីកាយវាសនាអភ័ព្វនិងបញ្ចុះមាសសន្លឹកនៅលើផ្ទៃមុខរបស់អស់លោកអ្នកនាងកញ្ញាមានកន្សែងយ័ន្តកន្សែងស្នេហ៍និងមានអ្វីផ្សេងទៀតដើម្បីធ្វើយ៉ាងណាឲ្យអស់លោកអ្នកនាងសមតាមបំណងពងប្រាថ្នាក្នុងការងាររកស៊ីលក់ដូរជាអាជីវករពាណិជ្ជករយើងក៏មានយ័ន្តយ៉ាងច្រើនទៀតដើម្បីធ្វើយ៉ាងណាឲ្យអស់លោកអ្នកនាងមានភ្ញៀវចេញចូលបរិបូរកោះកឡើងពីព្រោះអស់រយៈកាលច្រើនថ្ងៃខែនេះបាទការលក់ដូររបស់អស់លោកអ្នកនាងរៀងស្ងប់ស្ងាត់បន្តិចគេចូលតូបអ្នកផ្សេងយើងមានអីវ៉ាន់ដូចគេដែរតែគេបែរជាធ្វើប្រងើយឬមួយក៏គ្មានចំណាប់អារម្មណ៍បន្តិចសោះបាទកិច្ចផ្សេងដែលអស់លោកអ្នកនាងកញ្ញាមានកិច្ចពិភាក្សាឬមួយក៏អស់លោកអ្នកនាងនៅក្នុងការជំនួបចង់ជួបជាមួយយើងខ្ញុំនៅក្នុងការរើសគូស្រករឲ្យកូនចៅផ្សំពងសម្ព័ន្ធមេត្រីនីតិយើងធានាថានឹងទូទាយជោគជតារាសីនឹងអាចកែប្រែនៅវាសនាអភ័ព្វរបស់អស់លោកអ្នកនាងកញ្ញាខ្លះពីព្រោះថាអស់លោកអ្នកនាងខ្លះស្រឡាញ់គ្នាហើយមិនអាចទៅបំបាក់គាត់ដោយថាគាត់ជួបគ្នាត្រូវតែនារីប្រត់ប្រាស់ឬមួយក៏បង7ប្អូន7បង8ប្អូន8ដោយប្រការណាទេយើងអាចធ្វើកិច្ចផ្សេងដើម្បីឲ្យគាត់បានជួបជុំគ្នាសមតាមបំណងបងប្រាថ្នារបស់គាត់បានបាទនៅពេលនេះខ្ញុំបាទលោកគ្រូពិជ័យហារ៉ាកុមារមកទឹកសុខដំសូមជម្រាបលាតែមុននឹងជម្រាបលាក៏សូមជូនព័ត៌មានថានីតិយើងគឺមានលេខទូរស័ព្ទ012 64 51 18មួយខ្សែទៀត097 77 62 844ពេលវេលាបានមកដល់ទីបញ្ចប់ខ្ញុំបាទសូមជម្រាបលាសូមអរគុណ